ចាសូមគោរពជំរាបសួរពុកម៉ែបងប្អូនជាទីស្រឡាញ់រាប់អានទាំងអស់គ្នាចាថ្ងៃនេះផងដែរនាងខ្ញុំសូមលើកយករឿងពិតមួយយកមកជម្រាបជូនពុកម៉ែបងប្អូនទាំងអស់គ្នាជាការសម្ដាប់ចារឿងនេះផងដែរគឺនៅក្នុងប្រទេសវៀតណាមល្បីខ្លាំងមែនតែនដោយសារតែអ្នកកាប់ជ្រូកចាគាត់ចាប់ជាតិមកជាសត្វជ្រូក9ជាតិហើយរឿងនេះផងដែរគឺជារឿងពិតមួយនៅក្នុងប្រទេសវៀតណាមដែលល្បីខ្លាំងមែនតើចាបងប្អូននៅក្នុងប្រទេសវៀតណាមប្រហែលជាអាចបានដឹងខ្លះតាក់ទងនឹងរឿងមនុស្សចាប់ជាតិជាជ្រូក9ជាតិចាបើចង់ដឹងថាដំណើរសាច់រឿងនេះយ៉ាងណាចាសូមអញ្ជើញមកស្ដាប់កំសាន្តទាំងអស់គ្នាចាមានគ្រួសារមួយដែលគាត់ប្រកបមុខរបរកាប់ជ្រូកប៉ុន្តែពេលដែលគាត់កាប់ជ្រូកលក់យូរទៅធ្វើឲ្យគ្រួសាររបស់គាត់មានជំងឺឈឺថ្កាត់គ្រប់គ្នាហើយពួកគាត់ចេះតែឆ្ងល់ថាហេតុអ្វីបានជាក្រុមគ្រួសាររបស់គាត់ឈឺមិនឈប់កាប់ជ្រូកមានការចំណេញជាច្រើនចាបានប្រាក់ច្រើនខ្លាំងមែនទែនពីមុខរបរកាប់ជ្រូកប៉ុន្តែលុយដែលបានមកពីការលក់ជ្រូកនឹងគឺមិនបានសេះសល់អ្វីនោះទេចាគឺដោយសារមានកម្មហើយគាត់គ្រួសារកាប់ជ្រូកមួយហ្នឹងគឺគាត់អស់មានដើមទុននៅក្នុងការរកស៊ីទៀតហើយចាហើយម៉ួយរបស់គាត់ដែលបានមកទិញជ្រូកគាត់តែងតែប្រាប់ថាថ្ងៃស្អែកគាត់អត់លក់ជ្រូកទៀតទេពេលដែលអ៊ីម្នាក់ដែលគាត់ជាអ្នកលក់មាសគាត់មកទិញសាច់ជ្រូកនៅផ្ទះនឹងរាល់ថ្ងៃដោយភ្ញៀវដទៃទៀតចាពេលមកទិញជ្រូកអ្នកលក់ជ្រូកក៏ប្រាប់ថាថ្ងៃស្អែកទៅទិញកន្លែងគេផ្សេងចាស់ព្រោះខ្ញុំលែងកាប់ជ្រូកទៀតហើយអ៊ីម្នាក់ហ្នឹងគាត់ក៏បានសួរទៅកាន់តាកាប់ជ្រូកថាលក់ជ្រូកឃើញដាច់ជាងកន្លែងផ្សេងចុះហេតុអ្វីបានជាអ្នកលែងកាប់ជ្រូកពេលនោះពូលក់ជ្រូកក៏បាននិយាយថាខ្ញុំកាប់ជ្រូកមុខរបរនេះការចាប់ដើមដំបូងវារកប្រាក់ចំណូលបានច្រើនប៉ុន្តែបាន2-3ឆ្នាំកន្លងទៅធ្វើឲ្យក្រុមគ្រួសាររបស់ខ្ញុំឈឺគ្រប់គ្នាលើកលែងតែខ្ញុំម្នាក់ឈឺអស់ពីមួយទៅមួយអស់ពីមួយទៅមួយហើយគ្រួសារតែងតែមានបញ្ហាបែបនេះបែបនោះបញ្ហាមិនចេះចប់ទើបធ្វើឲ្យខ្ញុំលែងចង់កាប់ជ្រូកជាហេតុផលទី1ហេតុផលទី2ដោយសារយកប្រាក់ចំណេញពីការកាប់ជ្រូកយកទៅព្យាបាលប្រពន្ធកូនឬក៏សាច់ញាតិនៅក្នុងដែលរស់នៅក្នុងបន្ទប់នៅក្នុងក្រុមគ្រួសាររាល់ថ្ងៃធ្វើឲ្យខ្ញុំអស់ដើមទុននៅក្នុងការរកស៊ីពេលអ៊ីលក់មាសនោះឮតាកាប់ជ្រូកនិយាយបែបនេះគាត់ក៏គិតមួយសន្ទុះគាត់នឹកឃើញក្នុងចិត្តថាការកាប់ជ្រូកលក់គាត់ដឹងថាមានផលចំណេញហើយគាត់ជាអ្នករកស៊ីដូច្នេះហើយគាត់គិតគូរពីផលចំណេញខ្លាំងមែនតើពេលនោះអ៊ីលក់មាសក៏បានប្រាប់ទៅតាកាប់ជ្រូកថាឥឡូវអញ្ចេះខ្ញុំក៏ចង់រើប្រាក់ចំណូលដែររាល់ថ្ងៃខ្ញុំលក់មាសមែនប៉ុន្តែខ្ញុំក៏ចង់រើមុខរបរផ្សេងក្រៅអំពីលក់មាសនឹងគាត់ក៏បាននិយាយគ្នាជាមួយតាកាប់ជ្រូកថាបើសិនជាខ្ញុំចេញដើមឲ្យអ្នករកស៊ីខ្ញុំចេញដើមឲ្យអ្នកទ
ទិញជ្រូកយកមកកាប់ប៉ុន្តែអ្នកគឺជាអ្នកធ្វើសពបែបសពយ៉ាងខ្ញុំគ្រាន់តែចេញដើមទុនទេហើយប្រាក់ចំណេញយើងចែកគ្នាពាក់កណ្ដាលតើអ្នកព្រមឬទេពេលនោះតាកាប់ជ្រូកគាត់មិនទាន់បានឆ្លើយតបអ្វីភ្លាមនោះទេដោយសារគាត់នឹកឃើញថាប្រហែលជាមានបុណ្យបាបនៅក្នុងនឹងហើយទើបធ្វើឲ្យក្រុមគ្រួសារគាត់ឈឺថ្កាត់មិនចេះចប់មិនចេះហើយចាដូច្នេះហើយទើបគាត់មិនបានឆ្លើយតបជាមួយនឹងអ៊ីលូមាសភ្លាមនោះទេគាត់ក៏បាននិយាយប្រាប់អ៊ីលូមាសថាខ្ញុំសុំគិតមើលមួយថ្ងៃពីរសិនតើបានទេហើយអ៊ីលូមាសក៏ថាកុំគិតយូរពេកបើសិនជាប្រុងនឹងធ្វើដដែលមិនបាច់គិតយូរទេនាំតែដាច់ម៉ួយសាច់ជ្រូកហើយអ៊ីលូមាសក៏យល់ព្រមឲ្យគាត់គិតមួយថ្ងៃពីរថ្ងៃប៉ុន្តែគាត់ប្រាប់ថាពេលដែលគេមកទិញសាច់ជ្រូកកុំប្រាប់គេថាឈប់លក់ត្រឹមនឹងត្រូវប្រាប់គេថាសុំសម្រាប់មួយថ្ងៃពីរសិនក្រែងលោបើសិនជាយើងលក់ជ្រូកក្នុងថ្ងៃហ្នឹងហើយយើងប្រាប់គេថាយើងឈប់លក់ចាបើសិនជាគាត់គិតថាគាត់នឹងលក់សាច់ជ្រូកឡើងវិញវាធ្វើឲ្យដាច់ម៉ួយចាអញ្ចឹងហើយអ្នកមកទិញសាច់ជ្រូកបន្តតាកាប់ជ្រូកមិនបានប្រាប់ថាគាត់ឈប់លក់ជ្រូកនោះទេគាត់ប្រាប់ថាថ្ងៃស្អែកគាត់នឹងអាចឈប់សម្រាកពីការកាប់ជ្រូកមួយថ្ងៃពីរថ្ងៃហើយមានអ្នកភូមិសួរគាត់ច្រើនខ្លាំងមែនតើសួរថាគាត់ទៅណាហេតុអីបានគាត់ឈប់កាប់ជ្រូកគាត់មិននិយាយអ្វីច្រើនទេគាត់គ្រាន់តែប្រាប់ថាគាត់កាប់ជ្រូកយូរឆ្នាំហើយគាត់គ្រាន់តែចង់សម្រាកព្រោះគាត់កាប់ជ្រូកនឹងជាង10ឆ្នាំហើយការយល់សប្តិរបស់គាត់មិនដែលនិយាយប្រាប់អ្នកណាសូម្បីតែក្រុមគ្រួសាររបស់គាត់តែងតែយល់សប្តិឃើញហេតុការណ៍ផ្សេងឬក៏មានគេហៅថារបៀបដូចជាយមរាជរបៀបដូចជាខ្មោចឬក៏របៀបដូចជាខ្មោចដូនតារបស់គាត់តែមកប្រាប់គាត់ថាឈប់កាប់ជ្រូកទៅរើមុខរបរផ្សេងទៅប៉ុន្តែដោយសារមុខរបរកាប់ជ្រូកនោះវាចំណេញច្រើនដូច្នេះហើយគាត់នៅតែរឹងចេះមានះនៅក្នុងការប្រកបរបរកាប់ជ្រូកនេះផងដែរចាបងប្អូនសាកគិតទៅមើលអ្នកកាប់ជ្រូកមុននឹងបានសាច់ជ្រូកយកមកលក់ឲ្យយើងហូបតើគាត់ធ្វើអ្វីខ្លះទៅលើសាច់ជ្រូកហ្នឹងចាវាដូចជាទារុណកម្មមួយដ៏សាហាវប្រៃផ្សៃទៅលើសត្វជ្រូកនេះក្នុងការជីវិតសត្វជ្រូកតើគាត់ធ្វើអ្វីខ្លះមុនពេលដែលសត្វជ្រូកលាចាកលោកទៅចាដល់ពេលគាត់គិតយូរទៅគាត់គិតថាគាត់មិនចង់ប្រកបរបរនឹងទៀតទេទី1អស់ទាំងប្រាក់សម្រាប់ធ្វើដើមទុនទី2ការយល់សប្តិរបស់គាត់រាល់ថ្ងៃនឹងវាធ្វើឲ្យចិត្តគាត់ខ្លាចញញើតនៅក្នុងការប្រកបរបរកាប់ជ្រូកនេះទៅមុខទៀតដូច្នេះហើយគាត់បានគិតមួយចំណុចដែលត្រង់ថាបើសិនជាគាត់មិនប្រកបមុខរបរកាប់ជ្រូកទេតើគាត់បានប្រាក់ឯណាចិញ្ចឹមគ្រួសាររបស់គាត់ពីព្រោះមុខរបរនេះគាត់ប្រកបមុខរបរកាប់ជ្រូកនេះជាង10ឆ្នាំហើយគាត់មិនចេះរកអ្វីផ្សេងក្រៅពីមុខរបរកាប់ជ្រូកទេស្អែកឡើងយាយអ៊ីលក់មាសក៏បានមកជួបគាត់ម្ដងទៀតអ៊ីលក់មាសក៏បានសួរគាត់ថាការសម្រេចចិត្តរបស់តាយ៉ាងម៉េចទៅហើយតើតាចង់ប្រកបមុខរបរកាប់ជ្រូកនេះទៀតទេពេលនោះតាកាប់ជ្រូកក៏បានទម្លាយរឿងការយល់សប្តិរបស់គាត់និងហេតុការណ៍ប្លែកនៅក្នុងក្រុមគ្រួសាររបស់គាត់បាននិយាយទៅប្រាប់អ៊ីលក់មាសចាគាត់ក៏បាននិយាយប្រាប់អ៊ីលក់មាសថាគាត់សម្រាប់គាត់គេងយប់រាល់ថ្ងៃគឺគាត់គេងមិនលក់ស្កប់ស្កល់ទេគឺគាត់តែងតែស្រមៃឃើញការកាប់ជ្រូករបស់គាត់តែងតែស្រមៃឃើញការសម្លាប់សត្វជ្រូកដែលគាត់ធ្វើរាល់ថ្ងៃអារម្មណ៍គាត់នៅមិនស្ងប់
គាត់តែងតែឃើញសត្វជ្រូកដែលគាត់បានសម្លាប់កន្លងទៅជាយូរឆ្នាំហ្នឹងគឺសត្វជ្រូករាប់ពាន់រាប់ម៉ឺនក្បាលគឺតែងតែមកនៅមុខផ្ទះគាត់របស់គាត់ដូច្នេះហើយមានការយល់សប្តិផ្សេងពាក់ព័ន្ធនឹងចាឃើញយមរាជយមទូតអីផ្សេងអញ្ចឹងហើយឃើញដូនតាជាខ្មោចដូនតារបស់គាត់មកប្រាប់គាត់ថាឲ្យឈប់ប្រកបមុខរបរកាប់ជ្រូកនេះទៀតទៅព្រោះវាមានបាបកម្មខ្លាំងណាស់ប៉ុន្តែគាត់ចេះតែនឹកឃើញថាបើសិនជាគាត់មិនប្រកបមុខរបរកាប់ជ្រូកគឺគាត់គ្មានប្រាក់ចំណូលទេពីព្រោះក្រុមគ្រួសារគាត់ទាំងមូលគឺរស់ដោយសាររបរកាប់ជ្រូកដូច្នេះហើយគាត់យល់សប្តិឃើញបែបណាក៏គាត់កាត់ចិត្តចាដើម្បីប្រកបមុខរបរនេះបានបន្តមកទៀតនិយាយប្រាប់អ៊ីលក់មាសបែបហ្នឹងតែអ៊ីលក់មាសគាត់និយាយថាវាគ្រាន់តែជាការស្រមើស្រមៃរបស់គាត់តែប៉ុណ្ណោះប៉ុន្តែអ៊ីលក់ជ្រូកអ៊ីលក់មាសគាត់មិនបានដឹងថាពូតាដែលគាត់កាប់ជ្រូកហ្នឹងគាត់មានឪពុករបស់គាត់ដែលនៅស្រុកផ្សេងមិនមែនជាស្រុកដែលគាត់រស់នៅរាល់ថ្ងៃស្រុកដែលគាត់រស់នៅរាល់ថ្ងៃគឺជាស្រុកប្រពន្ធរបស់គាត់ហើយការប្រកបរបរកាប់ជ្រូករបស់គាត់ហ្នឹងគឺគាត់បន្តមកពីឪពុករបស់គាត់ប៉ុន្តែអ្វីដែលសំខាន់ឪពុករបស់គាត់ពេលដែលគាត់ឈឺធ្ងន់មុនពេលដែលគាត់ចែកឋានគាត់តែងតែស្រមើស្រមៃគាត់តែងតែមើលមុនមាយស្រែកថាជ្រូកច្រើនណាស់ជ្រូកមកផ្ទះច្រើនណាស់ហេតុអីផ្ទះយើងសិតតែជ្រូកបែបនេះពេលនោះគាត់ចងចាំថាប្រហែលជាឪពុករបស់គាត់មានបាបកម្មជាមួយនឹងសត្វជ្រូកចាប៉ុន្តែមុនពេលដែលឪពុកគាត់លាចាកលោកទៅគឺឪពុកគាត់មានការឈឺចាប់ស្រែកដូចជាសត្វជ្រូកតែគាត់ធ្លាប់សម្លាប់កន្លងមកពេលនោះហើយទៅធ្វើឲ្យគាត់កាន់តែនឹកឃើញរឿងពីនេះបន្តិចពីនោះបន្តិចមកទៅធ្វើឲ្យគាត់មានអារម្មណ៍ថាភ័យខ្លាចនៅក្នុងការសម្លាប់សត្វជ្រូកចាប៉ុន្តែអ៊ីលក់មាសគាត់មិនបានភ័យខ្លាចទេបងប្អូនអ្នកខ្លះគឺគាត់ចង់បានប្រាក់ចំណូលពីបែបណាក៏ដោយគឺគាត់មិនភ័យខ្លាចនៅក្នុងការចាទទួលបាបកម្មនោះទេអ៊ីលក់មាសគាត់នៅតែនិយាយជាមួយតាលក់ជ្រូកថាខ្លាចអីអានេះវាគ្រាន់តែជាភាពចៃដន្យចាឬក៏ការស្រមើស្រមៃរបស់មនុស្សម្នាក់ដូចថាមនុស្សខ្លះគាត់មកមើលពេលថ្ងៃគាត់ធ្វើអីចឹងយប់ឡើងគាត់មកមើលឃើញបែបហ្នឹងអ៊ីលក់ជ្រូកគាត់បន្តការនិយាយពន្យល់ទៅកាន់តាលក់ជ្រូកជាហូរហែបងប្អូនបើយើងស្ដាប់លោកទេសលោកតែងតែមានសង្កេតការថាអ្នកខ្លះទង្វើដោយប្រយោលអ្នកខ្លះគឺគាត់អ្នកជាអ្នកផ្ដើមគំនិតអ្នកខ្លះគ្រាន់តែគិតគឺវាបាបបាត់ទៅហើយចាអញ្ចឹងនៅក្នុងការសម្លាប់សត្វមួយឬក៏នៅក្នុងការសម្លាប់អ្វីមួយគឺតែងតែមានបាបកម្មនៅក្នុងនោះគ្រាន់តែថាបាបកម្មតិចបាបកម្មច្រើនហើយតាលក់ជ្រូកកូនគាត់រាល់ថ្ងៃគឺកំពុងតែចាប់ផ្ដើមឈឺមកមើលមកមាយឃើញសត្វជ្រូកឃើញគាត់តែងតែស្រែកពេលយប់ឡើងឃើញសត្វជ្រូកឬក៏ឃើញជ្រូកកាន់ក្បិតមករកគាត់តាកាប់ជ្រូកគាត់តែងតែនឹកឃើញរឿងអស់ទៅនឹងគាត់នៅតែព្យាយាមនិយាយថាមូលហេតុដែលគាត់ឈប់នឹងគាត់ឈប់កាប់ជ្រូកនឹងគាត់និយាយទៅកាន់អ៊ីលក់មាសប៉ុន្តែអ៊ីលក់មាសនៅតែព្យាយាមបញ្យល់គាត់ធ្វើម៉េចអស់ទាញគាត់ឲ្យប្រកបរបរនឹងសាជាថ្មីគាត់អ្នកចំណាយដើមទុនហើយអ៊ីលក់មាសបានចោទសួរទៅកាន់តាកាប់ជ្រូកថាតាំងពីខ្ញុំស្គាល់តាមកគឺតាគឺជាអ្នកកាប់ជ្រូករបរតានៅក្នុងក្រុមគ្រួសារគឺបានមកពីការកាប់ជ្រូកយកទៅចិញ្ចឹមគ្រួសារហើយឥឡូវកូនកំពុងតែឈឺអត់មានប្រាក់ព្យាបាល
មុខរបរក៏អត់តាចង់ធ្វើអ្វីចាបងប្អូនដោយសារចំណុចពាក្យថាកូនកំពុងតែឈឺអត់មានលុយព្យាបាលចំណុចនឹងហើយឪពុកម្ដាយដឹងថាបាបកម្មហើយសុខចិត្តយកប្រាក់ទៅព្យាបាលកូនឲ្យជាឲ្យប្រកបរបរកាប់ជ្រុកឡើងមកវិញសុខចិត្តខ្លួនឯងបាបដើម្បីកូនចារឿងពិតប៉ុន្តែវាប្រកបអត្តន័យនៅទឹកចិត្តជាម្ដាយជាឪពុកចាសុខចិត្តបាបកម្មខ្លួនឯងដើម្បីកូនពេលនេះគាត់ក៏យល់ព្រមជាមួយនឹងអ៊ីលូមាសគាត់មានការសប្បាយចិត្តជាខ្លាំងដែលតាកាប់ជ្រូកយល់ព្រមប្រកបរបរនេះចូលហ៊ុនគ្នាជាមួយគាត់ពេលនោះអ៊ីលូមាសក៏បានឲ្យតាលក់ជ្រូកនឹងមួយដំឡឹងមាសយកទៅជាបាលកូនប្រុសដែលកំពុងតែឈឺគ្មានប្រាក់ជាបាលហើយមួយដំឡឹងទៀតគាត់ឲ្យតាយកទៅធ្វើដើមទុននៅក្នុងការទិញជ្រូកបំវល់ដើម្បីយកមកប្រកបរបរសាជាថ្មីចាប៉ុន្តែការចូលហ៊ុនគ្នារបស់អ៊ីលូមាសហើយនឹងតាកាប់ជ្រូកមានតែក្រុមគ្រួសារតាកាប់ជ្រូកប៉ុណ្ណោះដែលដឹងថាអ៊ីលូមាសមកចូលហ៊ុនជាមួយនឹងរបរកាប់ជ្រូកនេះអ៊ីលូមាសគាត់មិនបានប្រាប់ប្តីរបស់គាត់ឬក៏កូនរបស់គាត់ថាគាត់មកចូលហ៊ុននៅក្នុងរបរកាប់ជ្រូកនេះទេចាស្អែកដូចថាថ្ងៃហ្នឹងព្រឹកឡើងកាត់ជ្រូកយកលក់ថ្ងៃឡើងអ៊ីលក់ជ្រូកតែងតែមកទិញសាច់ជ្រូកប៉ុន្តែគាត់មកប្រមូលលុយបែងចែកគ្នាព្រោះលុយពីការចំណេញមួយថ្ងៃគាត់ដកម្ដងចាអញ្ចឹងហើយគាត់តែងតែមកប្រមូលលុយរាល់ថ្ងៃហើយលុយនឹងទៀតសោតក៏គាត់យកទៅធ្វើមាសដែលគាត់កំពុងតែលក់មាសហើយគាត់យកលុយនឹងទៅធ្វើមាសហើយគាត់លាក់ទុកនៅក្នុងផ្ទះរបស់គាត់បងប្អូនហើយផ្ទះរបស់គាត់នឹងគាត់បានគាស់ឥដ្ឋមួយដុំហ្នឹងគាត់ធ្វើសម្រាប់ដាក់មាសទៅខាងក្នុងជញ្ជាំងហើយគាត់បានព្យួររូបថតធំមួយនៅពីមុខឥដ្ឋដែលគាត់ដាក់ចោះដាក់មាសទៅក្នុងជញ្ជាំងហ្នឹងហើយគាត់ប្រកបមុខរបរនេះបានជាង3ឆ្នាំគាត់តែងតែយកមាសទៅលាក់នៅទីនោះរហូតដោយសារក្រុមគ្រួសារគាត់អត់បានដឹងទេចាបងប្អូនដល់ពេលបាន3ឆ្នាំក្រោយបន្ទាប់ពីមុខរបរកាប់ជ្រូកនេះអ៊ីលូមាសក៏បានឈឺគាត់ក៏បានស្លាប់ក្នុងរយៈពេលបន្ទាប់ក្រោយ3ឆ្នាំបន្ទាប់ពីគាត់ចូលហ៊ុនគ្នាជាមួយតាកាប់ជ្រូកហ្នឹងចាហើយក្រុមគ្រួសារគាត់មិនបានដឹងថាគាត់បានលាក់មាសនៅក្នុងជញ្ជាំងនោះទេពេលដែលគាត់ស្លាប់ទៅបងប្អូនគឺបានទៅដល់ឋានក្រោមចាយមរាជក៏បានកាត់ទោសឲ្យអ៊ីលូមាសនឹងចាប់ជាតិជាសត្វជ្រូក9ជាតិចាបងប្អូនសូមបញ្ជាក់បន្តិចរឿងនេះគឺជារឿងពិតដែលបងប្អូនកម្ពុជាក្រោមគាត់ធ្វើការជាមួយខ្ញុំគាត់និយាយប្រាប់នាងខ្ញុំចាហើយការងាររាល់ថ្ងៃដែលពួកនាងខ្ញុំប្រកបនេះគឺនៅក្នុងខណ្ឌទួលគោករាជធានីភ្នំពេញរបស់យើងហ្នឹងគឺបន្តធ្វើការរាល់ថ្ងៃប៉ុន្តែរឿងនេះគឺជារឿងពិតដែលគាត់រស់នៅកម្ពុជាក្រោមហើយគាត់លើកយកមកនិយាយប្រាប់នាងខ្ញុំចាបន្តសាច់រឿងយើងមកទៀតពេលដែលអ៊ីលូមាសនឹងត្រូវយមរាជកាត់ទោសឲ្យគាត់คล้ายជាចាប់ជាតិមកជាសត្វជ្រូក9ជាតិពេលនោះគាត់ក៏បានចាប់ជាតិជាសត្វជ្រូកហើយនៅក្នុងប្រទេសវៀតណាមគឺពួកគាត់មិនខ្ជានៅក្នុងការរកប្រាក់និយាយទៅបងប្អូនប្រជាជនវៀតណាមសូម្បីតែសល់ដីមួយដុំនៅខាងផ្ទះគឺគាត់មិនអោយសល់ដែរគឺគាត់តែងតែដាំដំណាំបន្តិចបន្តួចពួកគាត់ឆ្លៀតនៅក្នុងការរកស៊ីឬក៏ការដាំដំណាំបន្លែបង្ការ
គាត់មកទៅដាំផ្កាគឺគាត់ដាំជាបន្លែដាំជាជីម្ទេសស្លឹកគ្រៃអីចឹងទៅនេះគឺជាជនជាតិវៀតណាមដែរនាងខ្ញុំធ្លាប់ទៅនាងខ្ញុំទៅតែតាមចូលដល់ទួលដែនចូលដល់ក្នុងផ្សារប៉ុន្តែនាងខ្ញុំអត់បានទៅដល់ទីក្រុងហូជីមីញទេអញ្ចឹងហើយប្រជាជនវៀតណាមគេឲ្យសល់បាយដូចថាគេហូបបាយឲ្យសល់ឬក៏មកហូបសល់គេមិនឲ្យសល់ទេគឺគេឆ្លៀតចិញ្ចឹមជ្រូកមួយនៅតាមផ្ទះដើម្បីពេលដែលធំទៅលក់ចេញទៅវាបានប្រាក់ចំណូលចាហើយមានយាយម្នាក់ហ្នឹងដែលគាត់នៅរស់នៅម្នាក់ឯងគាត់មិនមានប្តីមិនមានកូនទេគឺគាត់តែងតែចិញ្ចឹមជ្រូកមួយក្បាលនៅក្នុងផ្ទះរបស់គាត់ហើយគាត់ចិញ្ចឹមចំជ្រូកដែលយាយលក់មាសប្រចាំជាតិគាត់តែងតែឆ្ងល់ថាហេតុអីបានជ្រូកហ្នឹងចេះម្លេះដូចថាធ្វើអ្វីក៏គាត់ដឹងជ្រូកមួយហ្នឹងគឺអត់ដូចជ្រូកដទៃដូចថាការស៊ីចំណីស្អាតបាតមានរបៀបរៀបរយថាគាត់និយាយអីទៅជ្រូកនឹងស្ដាប់បានប៉ុន្តែធម្មតាគាត់ចិញ្ចឹមជ្រូកដើម្បីលក់ចាគាត់ចិញ្ចឹមជ្រូកដើម្បីលក់អញ្ចឹងហើយគាត់ក៏លក់ជ្រូកនឹងទៅបាត់ទៅប៉ុន្តែពេលដែលគាត់លក់ជ្រូកនឹងគឺទឹកភ្នែកចាជ្រូកនឹងគឺទឹកភ្នែកគាត់លក់ជ្រូកនឹងទៅបាត់ទៅគាត់ក៏ទិញបានប្រហែលជាមួយសប្តាហ៍ក្រោយគាត់ក៏បានទិញជ្រូកមួយទៀតហើយទិញហើយគាត់លក់ចំធំគាត់លក់ប៉ុន្តែគាត់ចេះចាប់អារម្មណ៍ថាហេតុអីបានមកប្រហែលមួយរយៈក្រោយហ្នឹងគាត់ទិញជ្រូកចេះតែចំជ្រូកដែលមើលទៅហាក់ដូចជាចេះស្ដាប់ភាសាមនុស្សហើយនឹងមានរបៀបរៀបរយស្អាតបាតមិនមែនដូចជ្រូកដទៃអញ្ចឹងណាបងប្អូនចាដល់ពេលគាត់លក់ចេញហើយគាត់ទិញចូលមកទៀតគឺជ្រូកដែលចាប់ជាតិ9ជាតិហ្នឹងគឺតែងតែគាត់ទិញចំជ្រូកនឹងរហូតមិនដឹងថានិស្ស័យរបស់គាត់មានពីមុនគាត់មានប៉ុនមាននិស្ស័យអីជាមួយគ្នាទើបធ្វើឲ្យជ្រូកដែលចាប់ជាតិ9ជាតិហ្នឹងគឺតែងតែគាត់ទិញចំរហូតហើយពេលដែលគាត់ទៅទិញជ្រូកវាថាឃើញជ្រូកហ្នឹងមួយហ្នឹងឃើញគាត់ដូចមានអារម្មណ៍ថាជ្រូកហ្នឹងសប្បាយចិត្តពេលដែលឃើញគាត់ទៅទិញទោះជាថាគាត់រើសមើលជ្រូកផ្សេងប៉ុន្តែជ្រូកមួយហ្នឹងគឺតែងតែមកបាំងជ្រូកផ្សេងអញ្ចឹងដើរតាមគាត់រហូតចឹងហើយគាត់ក៏សម្រេចចិត្តយកជ្រូកមួយហ្នឹងទៀតចាបងប្អូនពេលដែលគាត់ទិញជ្រូកហ្នឹងយកមកដល់ផ្ទះគាត់ចាប់អារម្មណ៍មើលជ្រូកហ្នឹងគាត់ពេលគាត់ដាក់ចំណីឲ្យស៊ីដូចថាចាប់ជាតិម្ដងកាន់តែដឹងបន្តិចចាប់ជាតិម្ដងកាន់តែដឹងបន្តិចចាប់ជាតិម្ដងទៀតកាន់តែដឹងច្រើនជាងជាតិទី1ទី2ទី3អីចឹងបងប្អូនដល់ពេលយាយនឹងទិញមកដល់ម្ដងនឹងទៀតគឺជាតិទី5របស់យាយលូកមាសចាពេលហ្នឹងពេលដែលគាត់ដាក់ចំណីឲ្យស៊ីគឺចានកធុនដែលយាយនឹងមិនលាងគឺគាត់គឺជ្រូកហ្នឹងគឺមិនស៊ីបាយទេចាតតែចាននឹងស្អាតកធុនដែលដាក់បាយឲ្យជ្រូកនឹងស៊ីស្អាតបានជ្រូកនឹងស៊ីបាយចាហើយពេលដែលជ្រូកនឹងស៊ីបាយហើយគឺពេលដែលនៅសល់តែងតែយកកម្របឆ្នាំងយកមកគ្របកធុនខ្លួនឯងដែលជាកធុនបាយហ្នឹងហើយដេកអត់ដេកផុកទេយាយនឹងហាលភួយហាលអីចឹងជ្រូកនឹងទៅពំដល់ចឹងជ្រូកនឹងទៅពំទៅទាញមកដាក់នៅកន្លែងស្ងួតហើយជ្រូកនឹងដេកពីលើភួយហ្នឹងហើយពេលដែលយាយចិញ្ចឹមគាត់ហ្នឹងនិយាយអីទៅគឺគាត់ស្ដាប់បានហើយគាត់ចេះសើចចេះញញឹមទៀតយាយដែលគាត់ចិញ្ចឹមជ្រូកហ្នឹងពេលខ្លះគាត់មានអារម្មណ៍ថាខ្លាចតែពេលខ្លះគាត់ក៏សប្បាយចិត្តព្រោះគាត់អត់មានកូនអត់មានចៅទេប៉ុន្តែបានជ្រូកនឹងមកទៅគាត់មានអារម្មណ៍ថាជួយគាត់បានច្រើនណាបងប្អូនចេះចាំផ្ទះចាចេះចាំផ្ទះចេះជូតផ្ទះទៀតបងប្អូនចំោះហ្នឹងពំគាត់ជ្រូកហ្នឹងពំអាកណាត់ដែលជូតផ្ទះហ្នឹងពំហើយយកចំោះហ្នឹងរុញជូតផ្ទះហ្នឹងយាយគាត់ឆ្ងល់ហេតុអ្វីបានជាជ្រូកហ្នឹងចេះម្លេះហើយគាត់ស្រឡាញ់ជ្រូកហ្នឹងណាគាត់ងូតទឹកឲ្យរាល់ថ្ងៃព្រឹកល្ងាចហើយគាត់ធ្វើកន្លែងជ្រូកហ្នឹងគឺស្អាតបាតពួកគាត់ដឹងថាជ្រូកហ្នឹងបើសិនជាមិនស្អាតមិនដេកហើយកធុនសំបីតែកធុនដាក់បាយហ្នឹងបើមិនលាងគឺជ្រូកហ្នឹងមិនស៊ីបាយទៀត
chẳng hai dây nâng quạt sả lạnh chụp nâng priệp đôi chỉ krom cua xa bỏ quạt mà nè chẳng hai pe đã quạt vậy ấy tức cứ chụp nâng đập vô cục bị cục thằng đây khoản tha pe nâng này dễ toàn cả đo pe về lia đại quạt thử quạt miên mình tơ nâng không chặt á chụp nâng quạt miên mình tơ nâng không chặt thưa ở quạt đôi tha ròm quạtปุก control នៅក្នុងការគាត់ចំបកស្រាយរឿងអ្វីនៅក្នុងចិត្តរបស់គាត់ទៅកាន់យាយចិញ្ចឹមគាត់ហ្នឹងណាចាគាត់ចង់បកស្រាយចឹងហើយគាត់ព្យាយាមរាល់ថ្ងៃគាត់ព្យាយាមហាត់ហាមាត់នៅក្នុងការនិយាយមានថ្ងៃមួយយាយចិញ្ចឹមគាត់ហ្នឹងកំពុងតែគេងពេលថ្ងៃចាកំពុងតែគេងពេលថ្ងៃស្រាប់តែលឺហៅគាត់ថាម៉ែលឺហៅគាត់ថាម៉ែគាត់ក៏បានភ្ញាក់ផ្អើលគាត់ស្ទុះឡើងគាត់រើមើលអ្នកណាគេហៅគាត់ម៉ែបងប្អូនសំបីតែនាងខ្ញុំនិយាយទៅព្រឺក្បាលពេលដែលគាត់ឆ្ងល់គាត់ពងរើមើលអញ្ចឹងស្រក់លឺពាក្យថាម៉ែខ្ញុំនៅនេះនិយាយជាមួយយាយចិញ្ចឹមគាត់អញ្ចឹងថាម៉ែខ្ញុំនៅនេះហើយគាត់ក៏ខំរើមើលទៀតអត់មានអ្វីទេមានតែសត្វជ្រូកដល់ពេលគាត់ដើរទៅសត្វជ្រូកហ្នឹងដើរទៅចិត្តសត្វជ្រូកហ្នឹងសត្វជ្រូកក៏បាននិយាយថាម៉ែគឺខ្ញុំទេខ្ញុំគឺជាសត្វជ្រូកប៉ុន្តែដោយសារក្តីស្រឡាញ់រស់នៅជាមួយគ្នារាល់ថ្ងៃនិយាយគាត់អត់មានខ្លាចសត្វជ្រូកហ្នឹងទេគាត់ក៏សួរថាហេតុអីបានឯងនិយាយបានសត្វជ្រូកហ្នឹងក៏បាននិយាយដំណើរដើមតើងប្រាប់យាយដែលចិញ្ចឹមគាត់ហ្នឹងថាមូលហេតុដែលគាត់ចាប់ជាតិជាសត្វជ្រូកហ្នឹងគឺដោយសារតែគាត់នឹងធ្លាប់ចាបងប្អូនតាក់ទងនឹងរឿងបាបកម្មមួយនាងខ្ញុំសូមនិយាយតពីកន្លែងហ្នឹងតិចចាតាំងពិតតាលក់ជ្រូកគាត់ត្រូវអស់បាបត្រឹមតែគាត់ថាគាត់ឈប់លក់សត្វជ្រូកហើយចិត្តគាត់លែងចង់សម្លាប់គេហើយគាត់ត្រូវលៀងបាបកម្មគាត់ត្រឹមហ្នឹងគាត់អស់បាបត្រឹមហ្នឹងហើយប៉ុន្តែដោយសារយាយលក់មាសហ្នឹងលក់មាសទៅទឿនគាត់ទៅបខំគាត់និយាយហេតុផលបែបណារកវិធីសាស្ត្របែបណាក៏ដោយនិយាយដើម្បីឲ្យតាកាប់ជ្រូកហ្នឹងបន្តការកាប់ជ្រូកសម្រាប់ជ្រូកទៅមុខទៀតអញ្ចឹងយាយហ្នឹងគាត់បាបធ្ងន់ដោយសារគាត់ទឿនគេគាត់រកគ្រប់វិធីសាស្ត្រដើម្បីនិយាយបញ្ចូលគេឲ្យប្រកបមុខរបរកាប់ជ្រូកហ្នឹងអញ្ចឹងគាត់បាបធ្ងន់ប៉ុន្តែបាបធ្ងន់ហ្នឹងដោយសារអីយមរាជនឹងឲ្យគាត់ចាប់ជាតិជាសត្វជ្រូក9ជាតិឲ្យគាត់ស្គាល់ពីរសជាតិដែលគេសម្លាប់ចាចឹងហើយគាត់បាននិយាយរឿងដំណើរដើមតងទាំងអស់ទៅប្រាប់យាយដែលចិញ្ចឹមគាត់ដែលគាត់ហៅថាម៉ែពីព្រោះយាយនឹងស្រឡាញ់សត្វជ្រូកនឹងណាគាត់និយាយថាការរស់នៅក្នុងផ្ទះរាល់ថ្ងៃគឺគាត់ចាត់ទុកដូចជាក្រុមគ្រួសាររបស់គាត់សូម្បីតែជ្រូកនឹងដេកក៏គាត់អត់ឲ្យដេកក្រៅផ្ទះដែរគឺដេកនៅក្នុងផ្ទះគាត់ធ្វើកន្លែងមួយឲ្យសត្វជ្រូកនឹងដេកហើយសត្វជ្រូកនឹងចេះខ្លាំងមែនតើបងប្អូនសូម្បីតែការញ៉ាំការស៊ីចំណីហើយចំណីសល់ក៏យកកម្របឆ្នាំងទៅក្របដែរគឺអត់ឲ្យរុយរោមទេចាសត្វជ្រូកនឹងចាបន្តសាច់រឿងយើងមកទៀតសត្វជ្រូកនឹងក៏បាននិយាយដំណើរដើមតងសាច់រឿងទាំងអស់ទៅប្រាប់យាយនឹងយាយដែលចិញ្ចឹមគាត់ដែលគាត់ហៅថាម៉ែនឹងនិយាយហើយយាយនឹងក៏សួរថាហើយចុះរួចមូលហេតុអ្វីបានឯងចេះនិយាយភាសាមនុស្សជ្រូកនឹងក៏បានរៀបរាប់ប្រាប់ទៅយាយនឹងទៀតថាខ្ញុំចេះនិយាយភាសាមនុស្សដោយសារតែកាលខ្ញុំនៅក្មេងឪពុកម្ដាយរបស់ខ្ញុំឧស្សាហ៍នាំខ្ញុំទៅធ្វើបុណ្យទៅដាក់ទាននៅវត្តហើយខ្ញុំតែងតែថ្វាយអង្គមព្រះនាងខ្ញុំតែងតែថ្វាយបង្គំព្រះដូច្នេះហើយការចាបុណ្យរបស់ខ្ញុំដែលខ្ញុំធ្លាប់ធ្វើពីក្មេងខ្ញុំសូមពងប្រាថ្នាថាជាតិនឹងឲ្យខ្ញុំបាននិយាយភាសាមនុស្សចឹងហើយយមរាជក៏ទុកឱកាសឲ្យគាត់អាចនិយាយភាសាមនុស្សបានជាមួយនឹងមនុស្សដើម្បីឲ្យគាត់ជួបក្រុមគ្រួសាររបស់គាត់ដោយសារគាត់មានមន្ទិលនៅក្នុងចិត្តដែលគាត់មិនអាចបោះបង់មន្ទិលនៅក្នុងចិត្តរបស់គាត់នឹងបានអញ្ចឹងហើយគាត់សូមឱកាសពីយមរាជសូមឱកាសឲ្យខ្លួនឯងនិយាយបាននៅក្នុងជាតិទី5នៃសត្វជ្រូករបស់គាត់នឹងបងប្អូនណាជាតិដែលគាត់ចេះនិយាយភាសាមនុស្សហ្នឹងគឺជាតិទី5របស់គាត់ហើយ
จังหายกอดก็บานส้มเอาយាយដែលចិញ្ចឹមគាត់នឹងថាម៉ែឥឡូវកូនសុំសំណូមពរពីម៉ែមួយកូនក៏រស់អត់បានយូរទៀតដែរព្រោះជ្រូករស់មិនសូវបានយូរទេយាយនឹងគាត់លក់ដែរណាជ្រូកនឹងក៏ទុកតែចាស់ជាមួយគាត់ប៉ុន្តែជ្រូកនឹងក៏សុំឲ្យគាត់ហៅម៉ែអញ្ចឹងណាគាត់ថាម៉ែឥឡូវកូនសុំឲ្យម៉ែជួយកូនមុនពេលដែលកូនស្លាប់ចាប់ជាតិទី6ចឹងហើយយាយហ្នឹងក៏គាត់បានសួរថាឥឡូវបំណងប្រាថ្នារបស់កូនមានអីខ្លះកូននិយាយមកគាត់សត្វជ្រូកហ្នឹងក៏បានរៀបរាប់ថាឲ្យយាយហ្នឹងយកกระดาษយកប៊ិចមកកត់អ្វីដែលគាត់ចង់និយាយទៅកាន់ប្តីរបស់គាត់និងកូនរបស់គាត់ហ្នឹងយាយក៏បានយកប៊ិចមកកត់តាមពាក្យសម្ដីរបស់សត្វជ្រូកនឹងបំណងប្រាថ្នាធំរបស់គាត់គឺគាត់ចង់ឲ្យប្តីហើយនឹងកូនគាត់មកជួបគាត់ដើម្បីគាត់និយាយរឿងមន្ទិលនៅក្នុងចិត្តរបស់គាត់ទៅកាន់ប្តីទៅកាន់កូនហើយប្តីរបស់គាត់គឺនៅខេត្តផ្សេងចារស់នៅក្នុងខេត្តផ្សេងចឹងហើយយាយដែលថាម៉ែជ្រូកហ្នឹងគាត់ក៏បានបំពេញបំណងសត្វជ្រូកហ្នឹងគាត់មុននឹងទៅចឹងគាត់សម្រេចចិត្តថាគាត់នឹងទៅជួបប្តីរបស់សត្វជ្រូកហ្នឹងចាពេលហ្នឹងគាត់មុននឹងចេញដំណើរទៅគាត់បានដាំបាយធ្វើម្ហូបទុកឲ្យសត្វជ្រូកហ្នឹងព្រោះគាត់ទៅហ្នឹងយ៉ាងហោចណាស់ក៏2ថ្ងៃដែរចាអញ្ចឹងហើយយាយក៏គាត់បានធ្វើដំណើរទៅជ្រូកហ្នឹងក៏បានប្រាប់ថាក្រុមគ្រួសារគាត់លក់មាសនៅផ្សារណាតូបលេខប្រមាណអីលេខប្រមាណអញ្ចឹងគាត់ថាឲ្យទៅនិយាយប្រាប់ប្តីគាត់ថាមានគេចង់ជួបហើយអ្នកចង់ជួបហ្នឹងគឺជាសាច់ញាតិរបស់គាត់ចឹងចង់មិនឲ្យប្រាប់ថាប្រពន្ធទេព្រោះប្រពន្ធស្លាប់ហើយចឹងពេលហ្នឹងយាយក៏បានទៅដល់តូបហ្នឹងក៏គាត់សួររកប្តីសត្វជ្រូកហ្នឹងឈ្មោះអីអញ្ចឹងដល់ពេលហើយតាហ្នឹងក៏គាត់ចេញមកពេលហ្នឹងគាត់រៀងចាស់ហើយតាហ្នឹងក៏គាត់ចេញមកគាត់បាននិយាយថារកខ្ញុំមានការអីយាយហ្នឹងក៏សុំនិយាយតែ2នាក់តាហ្នឹងស្ងាត់យាយក៏បានប្រាប់ថាឥឡូវមានគេម្នាក់ចង់ជួបគេនឹងនៅក្នុងផ្ទះរបស់ខ្ញុំហើយដាច់ខាតអ្នកត្រូវតែទៅជួបគេព្រោះគេចង់ជួបអ្នកខ្លាំងមែនតើបើមិនអញ្ចឹងទេមិនអ្នកនឹងលែងបានជួបគេមួយជីវិតហើយដោយថាគាត់មិនបានប្រាប់ថាជាប្រពន្ធទេប៉ុន្តែគាត់និយាយមកគាត់ធ្វើម៉េចអស់ទាញតានឹងឲ្យទៅជួបសត្វជ្រូកនឹងឲ្យបានណាតែគាត់មិនបានប្រាប់ថាជាប្រពន្ធចាប់ជាតិគេមកជាជ្រូកចឹងទេដោយថាការនិយាយរបស់គាត់ត្អូញត្អែផងការអស់ទាញគាត់និយាយលួងលោមផងចឹងធ្វើឲ្យតានឹងចិត្តទុនតានឹងក៏បានធ្វើដំណើរទៅជាមួយយាយនឹងណាបានធ្វើដំណើរទៅជាមួយយាយនឹងទៅដល់ផ្ទះយាយនឹងគាត់អត់ចូលផ្ទះទេគាត់ឲ្យតានឹងចូលផ្ទះគាត់ម្នាក់ឯងថាអ្នកដែលគេចង់ជួបតាឯងនៅក្នុងផ្ទះរបស់ខ្ញុំចូលទៅគាត់ទុកឱកាសឲ្យប្តីប្រពន្ធដែលបែកគ្នាយូរហើយនឹងនិយាយគ្នាតាពេលគាត់ចូលទៅដល់គាត់អើតមើលនៅក្នុងផ្ទះនឹងអត់មានអីទេមានតែសត្វជ្រូកតានឹងក៏សួរថាអ្នកណាគេចង់ជួបខ្ញុំឥឡូវខ្ញុំមកដល់ហើយតានឹងគាត់ស្រែកហើយសត្វជ្រូកមិនអាចនិយាយបានគ្រប់ពេលគ្រប់វេលាបងប្អូនណាតើថាគាត់តាំងចិត្តខ្លាំងមែនតែនមកហើយមានការជួយពីយមរាជយមបាលផងដែរបានគាត់អាចនិយាយភាសាមនុស្សបានតានឹងគាត់ស្រែកហៅយូរមែនតែនវាឃើញតែសត្វជ្រូករត់មកទៅដោះគាត់របៀបថាគាត់នឹកប្តីរត់មកទៅដោះជើងតានឹងហើយសត្វជ្រូកនឹងចេះសោចចេះញញឹមទៀតគាត់ថាអត់ទាន់ចេះនិយាយអញ្ចឹងប្រហែលជាកន្លះម៉ោងជិត1ម៉ោងតានឹងគាត់នៅតែហៅថាអ្នកណាគេចង់ជួបខ្ញុំឥឡូវខ្ញុំមកដល់ហើយចេញមកតាគាត់ដើររើមើលនៅក្នុងផ្ទះនឹងអត់មានអ្នកណាមានតែសត្វជ្រូកដល់ពេលតានឹងថាបើសិនជាមិនមកជួបខ្ញុំទេខ្ញុំខំមកពីខេត្តផ្សេងមកដល់នេះហើយបើសិនជាមិនបានជួបទេខ្ញុំត្រឡប់ទៅវិញហើយកុំឲ្យយប់តន់អញ្ចឹងណាតានឹងដើរចេញចិត្តដល់លបងទេឲ្យបានសត្វជ្រូកនឹងស្រែកថាបងខ្ញុំទេខ្ញុំចង់ជួបបងតានឹងក៏ងាកមកវិញតានឹងភ័យគាត់ថាអត់មានអ្វីទេហេតុអីបាននិយាយមួយគាត់អញ្ចឹងមើលទៅមានតែសត្វជ្រូកដល់ពេលតានឹងគាត់ដើរទៅគាត់
đôi thà quạt khái phải tai quạt mà nước trà smart ấy quạt rừng quạt đa tạt lọp còi mà bên quạt xua thà bị na kê quạt xua chứ đã hỏi tất sạch sạch chung nó còn vậy thà bong cứ nhom cứ chi proponរបស់បងដែលបានស្លាប់ទៅដល់ពេលនិយាយចឹងទៅតានឹងក៏គាត់ដូចថានិយាយទៅយល់គ្នាដឹងថាប្រពន្ធរបស់គាត់មែនក៏បានអោបគ្នាយំចាក៏បានអោបគ្នាយំហើយក៏បានអង្គុយសំណេះសំណាលគ្នាតានឹងក៏គាត់សួរថាហើយចោះមូលហេតុអីបានជាឯងចាប់ជាតិមកខ្លាយជាសត្វជ្រូកដូច្នេះទៅវិញហើយសត្វជ្រូកចេះនិយាយទៀតពេលអញ្ចឹងយាយដែលជាប្រពន្ធហ្នឹងអ៊ីលូកម្នាក់ក៏បានរាយរាប់សាច់រឿងគ្រប់បែបគ្រប់យ៉ាងប្រាប់ប្តីគាត់ថាមកពីគាត់ចូលហ៊ុនកាប់ជ្រូកជាមួយតាកាប់ជ្រូកនៅក្បែរផ្ទះមួយសាច់ជ្រូកហ្នឹងហើយនិយាយហើយក៏គាត់និយាយគ្រប់សាច់រឿងទាំងអស់ប្រាប់ប្តីគាត់ហើយក៏គាត់និយាយទៅកាន់ប្តីថាហាមបដាច់របរណាដែលសម្លាប់គេដូចថារបរដែលសម្លាប់គេប៉ុន្តែដើម្បីមានបានខ្លួនឯងគាត់ហាមផ្ដាច់តកូនតចៅគាត់ថាគាត់ប្រាប់ប្តីគាត់ថាយមរាជឲ្យគាត់ចាប់ជាតិជាសត្វជ្រូកចំនួន9ជាតិប៉ុន្តែគាត់នៅ4ជាតិទៀតឥឡូវទៅជាតិទី5ទេបើសិនជាគាត់ហៅប្តីគាត់ឯងឬក៏បងអញ្ចឹងណាគាត់និយាយថាបើសិនជាឯងធ្វើបន់ចម្លងឲ្យខ្ញុំប្រហែលជាអាចចាប់ជាតិជាសត្វជ្រូកជាតិហ្នឹងគឺជាជាតិចុងក្រោយរបស់ខ្ញុំប៉ុន្តែបើសិនជាឯងមិនធ្វើបន់មិនអត់ទឹះឲ្យខ្ញុំទេគឺខ្ញុំប្រហែលជាចាប់ជាតិគ្រប់9ជាតិដែលគេកាត់ទោសឲ្យខ្ញុំនឹងហើយអញ្ចឹងតានឹងគាត់សួរថាអញ្ចឹងតើឯងចង់ឲ្យខ្ញុំធ្វើបន់ឲ្យអ្នករបៀបម៉េចឲ្យឯងរបៀបម៉េចឯងប្រាប់ខ្ញុំមកអញ្ចឹងហើយគាត់ក៏បាននិយាយប្រាប់ប្តីគាត់ថាលុយដែលចំណេញពីការកាប់ជ្រូកទាំងអស់គឺគាត់ធ្វើជាមាសយកទៅដាក់នៅក្នុងរុនមួយដែលគាត់ឲ្យជាងគេចោះអត់ណាហើយអត់នៅកន្លែងដែលគាត់ដាក់មាសហ្នឹងរុនដែលគាត់ដាក់មាសហ្នឹងគឺគាត់បានដាក់រូបថតពីលើដូចថាគាត់និយាយយល់គ្នាអញ្ចឹងនៅក្នុងផ្ទះហ្នឹងមានរូបថតណាកន្លែងណាអញ្ចឹងគាត់និយាយយល់គ្នាហើយគាត់ថាមាសទាំងអស់ហ្នឹងសូមឯងកុំយកទៅទុកឬក៏ចាយវាយនៅក្នុងក្រុមគ្រួសារឯងសុំយកមាសហ្នឹងមាសដែលខ្ញុំបានផលចំណេញនៃការកាប់ជ្រូកហ្នឹងសុំឯងយកទៅធ្វើបុណ្យចែកទានឲ្យអ្នកក្រឬក៏សាងសង់អ្វីមួយនៅក្នុងវត្តនិយាយទៅមាសហ្នឹងប្រហែល100តឡឹងបងប្អូនគឺគាត់កាប់ជ្រូក3ឆ្នាំហ្នឹងគាត់ចំណេញរាប់រយតឡឹងគាត់ឲ្យកាប់ជ្រូកហ្នឹងបងប្អូនដូចថាតាហ្នឹងគាត់កាប់មួយថ្ងៃតែមួយជ្រូកឬក៏មួយក្បាលទេប៉ុន្តែយាយនឹងគាត់ឲ្យយោបល់តំណែងបើកជាលក្ខណៈត្រង់ទ្រាយធំជាកង់ស៊ីអញ្ចឹងមួយថ្ងៃកាប់រាប់រយក្បាលអញ្ចឹងទៅគាត់ចំណេញប្រាក់ច្រើនមែនតើគាត់ចំណេញប្រាក់3ឆ្នាំនឹងរាប់រយដុល្លារដែលគាត់យកទៅដាក់នៅកន្លែងនៅក្នុងរុនឥតនៅក្នុងជញ្ជាំងហ្នឹងចាគាត់ឲ្យប្តីគាត់កុំយកលុយហ្នឹងទៅចាយវាឬក៏ទៅទុកនៅក្នុងក្រុមគ្រួសារឲ្យសោះព្រោះជាលុយបាបកម្មអញ្ចឹងហើយគាត់ឲ្យប្តីគាត់យកលុយហ្នឹងយកមាសហ្នឹងទៅលក់ឲ្យធ្វើបន់ចែកទានដល់អ្នកក្រីក្រមិនថាអ្នកក្នុងភូមិក្រៅភូមិឲ្យទៅជួបអ្នកក្រីក្រគឺឲ្យជាប្រាក់ឬក៏ឲ្យជាមាសអញ្ចឹងទៅហើយទៅវត្តធ្វើបន់ឧទ្ទិសកុសលឲ្យគាត់ហើយកសាងអ្វីមួយនៅក្នុងវត្តដែលថាដាក់ឈ្មោះអ៊ីលក់មាសហ្នឹងណាដើម្បីឲ្យថាគាត់មានបុណ្យនៅក្នុងវត្តហ្នឹងគាត់កសាងគាត់យកប្រាក់ហ្នឹងទៅកសាងស្អីនៅក្នុងវត្តអញ្ចឹងណាចាធ្វើបុណ្យឧទ្ទិសកុសលឲ្យគាត់ដល់ពេលអញ្ចឹងទៅតានឹងនិយាយយល់គ្នាហើយតានឹងក៏លាយាយទៅផ្ទះវិញប៉ុន្តែចិត្តជាប្តីប្រពន្ធបែកគ្នាយូរហើយទោះជាសត្វជ្រូកក៏ដោយគឺគាត់ចង់បែកគ្នាទេយាយក៏មិនចង់បែកតាក៏មិនចង់បែកប៉ុន្តែត្រូវតែទៅយកមាសនឹងដើម្បីធ្វើបុណ្យឲ្យគាត់តន់គាត់ថាគាត់នៅមិនបានយូរទេអញ្ចឹងហើយធ្វើបុណ្យឲ្យគាត់មុនឲ្យគាត់ស្លាប់ទៅសំណុកថាអំណាចនៃបុណ្យដែលមាសដែលគាត់បានពីការកាប់ជ្រូកនឹងយកទៅចែកទានយកទៅធ្វើកសាងអីនៅវត្តអញ្ចឹងធ្វើបុណ្យធ្វើទានអញ្ចឹងខេងលោអាចឲ្យគាត់ចាប់ជាតិមកជាមនុស្សវិញពីព្រោះគាត់នៅមិនបានប្រហែលថ្ងៃទៀតទេអញ្ចឹងគាត់ឲ្យប្តីគាត់នឹងធ្វើបញ្ញាប់ធ្វើបុណ្យឲ្យគាត់អញ្ចឹងណាធ្វើបុណ្យចែកទានឧទ្ទិសឲ្យគាត់ទៅខែងលោគាត់ស្លាប់ទៅបានកើតជាមនុស្ស
តែប្តីគាត់ក៏លាត្រូវតែដាច់ចិត្តលាគាត់ទៅវិញត្រូវតែដាច់ចិត្តលាគាត់ទៅវិញដើម្បីយកមាសនឹងទៅចែកទានណាព្រោះនិយាយយល់គ្នាហើយចាពេលតាដែលគាត់ត្រឡប់ទៅផ្ទះវិញតាក៏បាននិយាយប្រាប់កូនហើយគាត់ហៅកូនមកទាំងអស់គ្នានៅក្នុងផ្ទះហ្នឹងហើយគាត់ក៏បានកោះប្រឡោះឥតហ្នឹងណាគាត់កោះទៅកូនហើយក៏គាត់នឹងមិននឹកស្មានដល់ថានិយាយហ្នឹងគាត់មានមាសច្រើនដល់ម្លឹងឯងពីព្រោះគាត់ចូលហ៊ុនកាប់ជ្រូកហ្នឹងគាត់អត់ឲ្យក្រុមគ្រួសារគាត់ដឹងឯងពេលដែលតាគាត់ឲ្យកូនកោះពេលកោះឥតហ្នឹងមកបងប្អូនឲ្យឃើញសិតតែមាសរាប់រយតឡឹងក្បែរពាន់តឡឹងបងប្អូនចាឃើញមាសច្រើនមែនតើហើយតាក៏បានយកមាសមកដាក់លើតុឲ្យគាត់ក៏បាននិយាយប្រាប់កូនតាមដំណើរសាច់រឿងទាំងអស់ដែលយាយនិយាយប្រាប់គាត់ហ្នឹងហើយគាត់ហាមផ្ដាច់កូនថាមាសហ្នឹងកូនកុំចង់បានឯសោះកុំថាឃើញមាសច្រើនពីព្រោះរស់ថ្ងៃហ្នឹងគាត់ប្រកបរបរលក់មាសហើយទាំងក្រុមគ្រួសារគាត់ហ្នឹងគាត់ថាឃើញមាសច្រើនកូនកុំចង់បានសូម្បីតែចិត្តកូនចង់ក៏ដោយកូនកុំចង់បានមាសហ្នឹងពីព្រោះមាសហ្នឹងគឺជាមាសបាបកម្មដែលម្ដាយរបស់ឯងទាំងអស់គ្នាហ្នឹងបានទៅចូលហ៊ុនជាមួយតាកាប់ជ្រូកនៅក្បែរផ្ទះហ្នឹងដែលជាម៉ូយសាច់ជ្រូកហ្នឹងអញ្ចឹងមាសទាំងអស់ហ្នឹងបានមកពីបាបកម្មដែលម្ដាយរបស់ឯងបានសាងអញ្ចឹងហើយឥឡូវហ្នឹងម្ដាយរបស់ឯងចាប់ជាតិជាសត្វជ្រូកយមរាជបានកាត់ទោសឲ្យគាត់ចាប់ជាតិជាសត្វជ្រូកចំនួន9ជាតិឥឡូវនេះគាត់ទៅនឹងជាតិទី5ទេប៉ុន្តែគាត់ចេះនិយាយភាសាមនុស្សហើយគាត់បានហៅពុកទៅជួបនៅខេត្តអីចឹងណាបងប្អូនហើយគាត់ផ្ដាំថាមាសនឹងកុំឲ្យយកទៅណាក្រៅពីចែកទាននិងធ្វើបុណ្យចឹងហើយទាំងប្តីទាំងកូនយកមាសនឹងដូរជាលុយខ្លះចឹងទៅយកចែកទានចែកអីអ្នកក្រីក្រនៅក្នុងស្រុកនៅក្នុងភូមិហើយធ្វើបុណ្យនិយាយទៅធ្វើបុណ្យនៅក្នុងវត្តអីតួតែអស់មាសនឹងអត់មានសល់អ្វីពីមាសនឹងសំបីតែមកកាក់ម៉ាស៊ីនចឹងបងប្អូនគឺធ្វើទាំងអស់ធ្វើហើយតានឹងក៏នាំបាទប្រហែលមួយសប្តាហ៍ក្រោយតានឹងក៏នាំកូននាំក្រុមគ្រួសារទាំងអស់ទៅជួបយាយនឹងទាំងកូនទាំងចៅទៅជួបអ៊ីលូមាសនឹងដែលគាត់ជាសត្វជ្រូកហ្នឹងចាពេលដែលទៅដល់ទៅឃើញជ្រូកនឹងមែនប៉ុន្តែចំថ្ងៃដែលជ្រូកនឹងលាចាកលោកទៅបងប្អូនគ្រាន់តែកូនហើយនឹងប្តីធ្វើបន់ហើយគឺគាត់រលត់សង្ខារទៅវិញណាប៉ុន្តែយើងអត់បានដឹងថាពេលដែលគាត់ពេលដែលជ្រូកនឹងរលត់សង្ខារទៅយើងមិនដឹងថាជ្រូកនឹងគាត់ចាប់ជាតិជាអ្វីទៀតទេប៉ុន្តែគាត់ដឹងថាពេលដែលប្តីនិងកូនធ្វើបន់ហើយចែកទានអស់មាសហ្នឹងគឺគាត់ផុតដង្ហើមគឺជ្រូកនឹងផុតដង្ហើមកូននឹងប្តីទៅតន់តែពេលអត់តន់យកជ្រូកនឹងទៅកប់តែទៅតន់ពេលដែលជ្រូកនឹងគឺថាផុតដង្ហើមទៅហើយទៅបានឃើញតែសត្វជ្រូកនឹងហើយឪពុកនឹងក៏បាននិយាយប្រាប់កូននឹងថានឹងហើយជាម្ដាយរបស់ឯងដែលចាប់ជាតិទី5មកខ្លាចជាសត្វជ្រូកហើយចេះនិយាយពុកបានមកជួបគាត់កាលពីសប្តាហ៍មុនអីចឹងណាកាលមួយអាទិត្យមុនអីចឹងទៅគាត់ត្រាប់កូនប៉ុន្តែយាយនៅក្នុងផ្ទះដែលចិញ្ចឹមសត្វជ្រូកហ្នឹងគាត់ក៏បានហុចសបុតមួយដែលមានកែផ្ដាំពីសត្វជ្រូកហ្នឹងមកកាន់ប្តីហើយនឹងកូនអញ្ចឹងណាជ្រូកហ្នឹងក៏បាននិយាយទៅឲ្យម៉ែដែលចាំគាត់ហ្នឹងគាត់ហៅម៉ែហ្នឹងឲ្យទៅសេជ្រូកហ្នឹងក៏បាននិយាយរៀបរាប់ដាំកូនផ្ដាំចៅកុំឲ្យប្រកបរបរដែលសម្រាប់សត្វឬក៏សម្រាប់អ្នកចង់និយាយថាកេងប្រវ័ញ្ចអ្នកដតីក៏ដោយដើម្បីផលប្រយោជន៍ខ្លួនឯងគឺគាត់ធម្មតាគឺគាត់ចុះទៅឋាននរកហើយជួបទៅឋានក្រោមជួបយមបាលយមរាជគាត់ដឹងថាអ្វីជាបាបអ្វីជាបុណ្យគេថាដូចមនុស្សខ្លះគេថាចេះមិនឃើញក្តាមឈូសមិនស្រក់ទឹកភ្នែកអញ្ចឹងគាត់ដឹងអស់ហើយបាបបុណ្យមិនគាត់ទៅសេរៀបរាប់ផ្ដាំតកូនតចៅគាត់កុំឲ្យធ្វើបែបនេះកុំឲ្យធ្វើបែបនោះឲ្យសាងតែអំពើល្អដូចថាបើមានហូបចុកគ្រប់គ្រាន់ហើយមិនបាច់ទៅខំរើអ្វីដែលជ្រៀតជ្រែកអ្នកដតីចង់និយាយថាអ្វីក៏ដោយដែលពាក់ព័ន្ធនឹងអ្នកដតីដើម្បីបំផ្លាញអ្នកដតីដើម្បីផលប្រយោជន៍ខ្លួនឯងគឺគាត់ហាមកូនចៅគាត់តចំនួនគឺមិនឲ្យធ្វើដាច់ខាតព្រោះវាជាបាបកម្មធ្ងន់ណាស់ហើយយាយដែលចិញ្ចឹមគាត់ហ្នឹងដែលជ្រូកហៅម៉ែហ្នឹងគាត់ក៏បាននិយាយប្រាប់ថា
ជ្រូកហ្នឹងតាំងក៏ពិតត្រូវដាច់ខ្យល់តាំងពីម្សិលមិញប៉ុន្តែដោយសារការរងចាំចារងចាំប្តីនឹងកូនមកជួបបងប្អូនអាពេលដែលគាត់ផុតដង្ហើមជ្រូកនឹងផុតដង្ហើមនាងខ្ញុំចាំនាងខ្ញុំស្ដាប់អត់ច្បាស់អាឡ័យតែព្រឺព្រួយនាងខ្ញុំស្ដាប់គាត់និយាយអត់ច្បាស់មិនដឹងថាកូនទៅតន់ដង្ហើមគាត់ឬក៏ទៅនឹងទៅដល់ជ្រូកនឹងបានផុតហើយគាត់ដឹងថាជ្រូកនឹងនៅក្នុងផ្ទះហ្នឹងហើយស្លាប់នៅក្នុងថ្ងៃហ្នឹងថ្ងៃដែលកូននឹងប្តីទៅជួបគាត់ហ្នឹងតែខ្ញុំអត់បានសួរចំណុចដែលច្បាស់លាស់ថាតើទៅតន់ដង្ហើមជ្រូកនឹងដែរឬក៏អត់ចឹងហើយបងប្អូនសូមខន្តីអភ័យទោសហើយរឿងនេះវាគឺជារឿងពិតនៅក្នុងប្រទេសវៀតណាមបើបងប្អូនជនជាតិវៀតណាមគាត់នៅក្នុងខេត្តខ្ញុំអត់ចេះភាសាវៀតណាមហ្នឹងទេអញ្ចឹងគេប្រាប់ខេត្តខ្ញុំដែរតែខ្ញុំអត់ចាំដោយសារខ្ញុំអត់ចេះភាសាវៀតណាមអញ្ចឹងវាពិបាកនៅក្នុងការចាំតែបងស្រីដែលគាត់យកមកនិយាយប្រាប់ខ្ញុំហ្នឹងគឺគាត់គឺជាខ្មែរកម្ពុជាក្រៅហើយគាត់ឧស្សាហ៍ទៅមួយឆ្នាំគាត់ទៅ 4-5 ដងទៅស្រុកកំណើតគាត់នៅកម្ពុជាក្រៅហ្នឹងអញ្ចឹងហើយគាត់មានរឿងហ្នឹងយកមកនិយាយប្រាប់ខ្ញុំចាហើយការងារដែលខ្ញុំធ្វើរាល់ថ្ងៃគឺនៅក្នុងខណ្ឌទួលគោកនៅក្នុងទួលគោករាជធានីភ្នំពេញជាងហ្នឹងចាហើយសូមបញ្ជាក់បងប្អូនរឿងនេះគឺជារឿងពិតមិនមែនរឿងប្រឌិតទេចឹងហើយចុងក្រោយនេះនាងខ្ញុំសូមផ្ដាំទៅបងប្អូនមួយចំនួនដែលគាត់មិនថាប្រកបរបរអ្វីក៏ដោយគឺអំពើដូចថាបំផ្លាញអ្នកដទៃដើម្បីផលប្រយោជន៍ខ្លួនឯងគឺបងប្អូនគួរតែកុំធ្វើបងប្អូនបានផលក្នុងថ្ងៃហ្នឹងប៉ុន្តែតែថ្ងៃមុខបងប្អូនអត់ដឹងថាបងប្អូនទទួលផលអវិជ្ជមានអ្វីខ្លះពីការកេងប្រវ័ញ្ចឬក៏ការធ្វើបាបអ្នកដទៃឬក៏ការសម្លាប់អ្នកដទៃដើម្បីតែផលប្រយោជន៍ខ្លួនឯងចាហើយរឿងពិតនេះផងដែរក៏គាត់ចង់ផ្ដាំទៅកូនរបស់គាត់គឺគាត់ហាមផ្ដាច់គឺអំពើកេងប្រវ័ញ្ចទ្រព្យសម្បត្តិអ្នកដទៃឬក៏ការរកស៊ីប៉ុណ្ណឹងប្រជែងគ្នាបំផ្លាញអ្នកដទៃដើម្បីខ្លួនឯងបងប្អូនអ្នកខ្លះគឺគាត់រកស៊ីគាត់សុខចិត្តតែធ្វើអំពើដាក់គេមិនឲ្យគេលុកដាច់លុកអីចឹងឲ្យមកភ្ញៀវមកតែកន្លែងគាត់បងប្អូនឬអបិយជំនឿគឺខ្ញុំជឿបែបហ្នឹងពីព្រោះអ្នករកស៊ីភាគច្រើនគឺគាត់ទៅធ្វើនេះធ្វើនោះហៅម៉ួយចាអញ្ចឹងមកគាត់ធ្វើហៅតែមួយគាត់បំផ្លាញអ្នកដទៃគាត់មិនមានការទទួលបាបកម្មទេចាហើយបងប្អូនដែរមានរបរកាប់ជ្រូកកាប់គោអីសម្រាប់សត្វអីដើម្បីមុខបរខ្លួនឯងហ្នឹងនាងខ្ញុំអត់ដឹងថាបងប្អូនមានអារម្មណ៍បែបណាទេគាត់ថាស្ដាប់រឿងនេះហើយបងប្អូនអាចយកទៅពិចារណាបានចាអញ្ចឹងរឿងនេះគឺជារឿងទី1ដែលខ្ញុំផុសនៅក្នុង Channel YouTube របស់នាងខ្ញុំហើយនឹងនាងខ្ញុំផុសនៅក្នុង Page របស់នាងខ្ញុំចឹងហើយនៅមានរឿងបន្តទៀតខ្ញុំចង់ឲ្យបងប្អូនចាមានរឿងអ្វីដែលជារឿងពិតយកមកចែករំលែកជូនបងប្អូនយើងស្ដាប់ចាបងប្អូនចង់ដាក់ឈ្មោះក៏បានចង់ដាក់មុខចង់ដាក់រូបថតក៏បាននាងខ្ញុំនឹងធ្វើការកាត់តបងប្អូនដាក់នៅលើក្របនឹងក៏បានដែរចាបងប្អូនមានរឿងពិតចាយកមកនិយាយបងប្អូនអាចបាញ់ចូល Telegram របស់នាងខ្ញុំបងប្អូនអាចផ្ញើជាសំឡេងក៏បានបងប្អូនសរសេរជាអក្សរក៏បាននាងខ្ញុំ copy ហើយនាងខ្ញុំយកមកអានជូនមកអានថតជាវីដេអូជូននៅបងប្អូនដែលគាត់ចូលចិត្តស្ដាប់រឿងពិតតាក់ទងនឹងអបិយជំនឿចាអញ្ចឹងរឿងហ្នឹងមានតែប៉ុណ្្នឹងទេដោយសារយើងអត់ដឹងថាលោកមានហ្នឹងមិនដឹងថាគាត់ចាប់ជាថ្មីទៅជាអ្វីទេអញ្ចឹងរឿងយើងចប់ត្រឹមប៉ុណ្្នឹងចាអរគុណនៅក្នុងការស្ដាប់តាមដានរបស់បងប្អូនពីដើមរហូតដល់ចប់ចាជូនពរបងប្អូនទាំងអស់គ្នាសុខភាពល្អរកស៊ីមានបានគ្រប់ក្រុមគ្រួសារទាំងអស់ចាអរគុណជម្រាបលាបងប្អូន